ការដែលយកសពឃើញទាញសក់ចេញពីក្នុងមាត់ឬមួយក៏ក្អួតចេញមកមានដេចគោលមានឡាមមានមជុលមានវែងកែវអីហ្នឹងអាហ្នឹងសុទ្ធតែពាក់ព័ន្ធជាមួយនឹងអំពើមន្តអាគមហើយមនុស្សមួយចំនួនគាត់យកសពឃើញអញ្ចឹងហើយគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺមានរឿងបន្តគ្នាខាតលុយខាតកាក់តែមនុស្សមួយចំនួនទៀតគាត់យកសពឃើញអញ្ចឹងមែនប៉ុន្តែអត់ទាន់មានរឿងអីធំដុំទេនិយាយទៅមន្តអាគមគឺវាប្រៀបដូចជាជំងឺអញ្ចឹងហើយរាសីរបស់មនុស្សយើងគឺវាប្រៀបដូចជាសុខភាពនៅពេលណាដែលយើងមានសុខភាពល្អហើយយើងឆ្លងជំងឺគឺវាអត់ប៉ះពាល់អីធ្ងន់ធ្ងរទេគឺសុខភាពរបស់យើងវានៅទប់ទល់បានប៉ុន្តែបើសិនជាយើងកំពុងតែសុខភាពអន់ខ្សោយហើយយើងទៅឆ្លងជំងឺថែមទៀតអាហ្នឹងគឺវាធ្លាក់ខ្លួនឈឺដោយងាយតែម្ដងអញ្ចឹងបើយើងប្រៀបធៀបទៅមន្តអាគមដូចគ្នានៅពេលណាដែលយើងកំពុងតែរាសីខ្ពស់គេធ្វើដាក់វាអត់ទាន់មានបញ្ហាធ្ងន់ធ្ងរទេតែបើសិនជាយើងរាសីទាបហើយគេធ្វើដាក់ចំមកពេលហ្នឹងគឺយើងអាចនឹងមានបញ្ហាធ្ងន់ធ្ងររហូតដល់បាត់បង់លុយកាក់ទ្រព្យសម្បត្តិឬមួយក៏ប៉ះពាល់ទាំងអាយុជីវិតរបស់យើងទៀតនៅក្នុងវីដេអូមុនដែលខ្ញុំនិយាយពីការដាក់អំពើតាមចំណីគឺមានបងប្អូនគាត់ខមមិនសួរច្រើនប៉ុន្តែខ្ញុំអត់អាចបកស្រាយឆ្លើយម្ដងមួយទេហើយនៅក្នុងវីដេអូក្រោយបងប្អូនអាចរងចាំមើលបានខ្ញុំនឹងប្រមូលយកខមមិនអ្នកដែលគាត់មានបញ្ហាទាក់ទងជាមួយនឹងអំពើមន្តអាគមដាក់នៅក្នុងវីដេអូតែមួយហើយខ្ញុំនឹងបញ្ជាក់ថាអ្នកណាខ្លះដែលគាត់អាចនឹងត្រូវអំពើរបស់គេហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងខ្ញុំគាត់តែចង់ដាស់តឿនដល់បងប្អូនថាបើយល់សពឃើញដូចអ្វីដែលខ្ញុំនិយាយនៅខាងដើមហ្នឹងអ្នកទាំងអស់គ្នាគួរតែប្រុងប្រៀបខ្លួនទៅហើយវាមិនមែនជាសញ្ញាល្អសម្រាប់អ្នកទាំងអស់គ្នាទេ